បដានៅពេលនេះមករន្ទះយ៉ាងខ្លាំងក្លាក៏នៅតែបន្តស្រោចស្រពទៅលើរាងកាយរបស់អ្នកទាំងពីរមនុស្សមួយចំនួនដែលនៅជុំវិញទីនេះក៏ពិបាកនឹងទប់ទល់ស្របពេលនោះសឹងលៀនក៏បានបង្ហាញខ្លួនមើលទៅកាន់អ្នកទាំងពីរដែលកំពុងតែវឹកហាត់ជាមួយនឹងគ្នាក៏លែងមកកាន់អ្នកទាំងពីរឯនេះវិញក៏បានអង្គុយចុះដាក់ដៃផ្ទប់គ្នាក៏ធ្វើឲ្យសពាថាមពលបានសាយភីម្ដងទៀតរីឯថាមពលរបស់ពួកគេវិញក៏បានហូបបញ្ច្រាស់ពេលវេលាចេះតែបន្តទៅខាងមុខមិនយូរប៉ុន្មានសិភៅរបស់ហ្វាហ័រក៏បានលេចចេញមកនៅលើនោះក៏មាននៅរូបកាយដទិភាពរបស់គាត់ដូចគ្នាខណៈពេលនោះសញ្ញានៃអង្កាំដទិភាពក៏បានលេចចេញមកហ្វាហ័រក៏បានវឹកហាត់រួចជាស្រេចពេលមកកាន់ឡានកយឯនេះវិញក៏បានបើកភ្នែកមកពោពេញទៅដោយចំហាយធម្មពលរន្ទះស្រែកយ៉ាងខ្លាំងក៏ធ្វើឲ្យសម្ពាធធម្មពលរបស់គាត់ស្ទើរតែក៏ក្រើកមេឃរំជួយប្រតិវីបាត់ទៅហើយលើកនេះសម្បីតែសង្លៀនដែលមានកម្រិតលើសអ្នកទាំងពីរក៏ពិបាកនឹងទប់ទល់ដូចគ្នាចំណែកឯឡានកយជាមួយនឹងហ្វាហ័រពេលនេះក៏ដូចជាសន្លប់បាត់បន្តមកសាច់រឿងក៏បានកើតមកដល់ពេលព្រឹកវិញពួកគេទាំងពីរក៏កំពុងតែអង្គុយតែពីរនាក់ពេលនេះហ្វាហ័រក៏កំពុងតែសប្បាយចិត្តជាខ្លាំងរូបកាយដទិភាពរបស់គាត់បានឈានទៅដល់កម្រិតទី8បាត់ទៅហើយប្រសិនបើជាអ្នកដទៃវិញចំណាយពេលរាប់ទសវត្សរ៍ឯណោះដើម្បីសម្រេចបានហើយចាប់ពីពេលនេះតទៅអំណាចដ៏បរិសុទ្ធរបស់គាត់ក៏អាចដំណើរការដោយខ្លួនឯងបានហើយពេលនេះខ្ញុំគឺលែងមានឧបសគ្គទៀតហើយវាជាការល្អប្រសិនបើជាខ្ញុំអាចបន្តអនុវត្តបែបនេះទៀតរីឯឡានកែវិញក៏សប្បាយចិត្តដូចគ្នាព្រោះតែការវឹកហាត់របស់គាត់ក៏រីកចម្រើនមិនអស់នោះទេព្រមទាំងសរសើរទៅកាន់អង្កាំដទិភាពនេះទៀតថាវាពិតជាមានប្រយោជន៍ខ្លាំងណាស់ប្រសិនបើជាខ្ញុំនៅតែបន្តវឹកហាត់ជាមួយនឹងវាដើម្បីសម្រេចបាននៅរូបកាយភ្លើងដទិភាពខ្ញុំប្រកាសជាឈានទៅដល់កម្រិតទី6យ៉ាងពិតប្រាកដជាមិនខានគ្រាន់តែគិតនឹងក៏សប្បាយចិត្តដែរប៉ុន្តែពួកយើងគួរតែបន្តបែបនេះជារៀងរហូតឬរីឯហ្វាហ័រក៏បានដកដង្ហើមធំអ្នកទាំងពីរក៏បាននឹកគិតអំពីការវឹកហាត់បន្តចំណុចរបស់ពួកគេទាំងពីរគឺតែងតែផ្ទុយគ្នារហូតឡានកើគឺចង់តែញ៉ាំតែហ្វាហ័រគឺចង់តែវឹកហាត់រួចហ្វាហ័រក៏ថាពួកយើងគួរតែយកអង្កាំដទិភាពនេះចេញឡានកើក៏ប្រាប់ថាពេលនេះគាត់វិភាគមើលសិនបើខុសត្រូវនោះជួយប្រាប់ផងបន្ទាប់មកឡានកើក៏ចាប់ផ្ដើមរៀបរាប់តាមការវិនិច្ឆ័យរបស់គាត់នោះមុខងារនៃអង្កាំដទិភាពហាក់ដូចជាដំបូងពួកយើងអាចកោះហៅគ្នាទៅវិញទៅមកបានតាមរយៈអក្ខរាវិរុទ្ធមួយនោះចំណែកឯពេលវេលានិងចម្ងាយពួកយើងគួរតែស្វែងយល់បន្ថែមទៀតរីឯទម្រង់ទី2វិញគឺពួកគេអាចខ្ចីនៅកម្លាំងគ្នាទៅវិញទៅមកបានហើយមានតែពួកយើងនៅជិតគ្នាប៉ុណ្ណោះទើបធ្វើឲ្យអង្កាំដទិភាពបានបញ្ចេញនៅកម្លាំងខ្លាំងក្លាបំផុតតែអ្វីដែលយ៉ាប់ជាងគេនោះគឺជាការបែងចែកអារម្មណ៍គ្នាសរុបមកបើពួកយើងចេះជួយគ្នានោះប្រកាសជាទទួលបាននៅលទ្ធផលទ្វេដងអំពីការខិតខំប្រឹងប្រែងរបស់ពួកយើងអង្កាំដទិភាពគឺជាអាវុធបុរាណដទិភាពមួយវាអាចនាំមកនូវផលប្រយោជន៍ជាច្រើនមកកាន់ពួកយើងជាការប៉ុណ្ណាវាក៏នៅតែមានគុណសម្បត្តិជាច្រើនទៀតដូច្នេះមុននឹងយើងយកវាចេញនោះខ្ញុំគឺមានសំណពរមួយពួកយើងគួរតែប្រើប្រាស់វាមួយរយៈទៀតសិនទៅលើបែបនេះហ្វាហ័រក៏បានយកប្រោមបបួលឡានកើទៅវឹកហាត់បន្តមកពួកគេក៏នៅតែបន្តវឹកហាត់ជាមួយនឹងគ្នាបន្តទៀតខណៈពេលនោះផងដែរថាមពលខ្លឹមសារឋានសួគ៌និងផែនដីជាច្រើនក៏បានហូរចូលទៅក្នុងខ្លួនរបស់អ្នកទាំងពីរពេលវេលាកន្លងផុតមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានបញ្ចប់នឹងការវឹកហាត់ហ្វាហ័រគាត់ក៏ភ្ញាក់ផ្អើលពីជាដោយការរំពឹងទុករបស់គាត់មែនរីឯឡានកើវិញក៏សប្បាយចិត្តដូចគ្នារួចក៏ប្រាប់ទៅកាន់ហ្វាហ័រថាមិនមែនពេលច្រើនទៀតទេពួកយើងគួរតែសាកល្បងអំពីពេលវេលានិងចម្ងាយនិយាយរួចពួកគេទាំងពីរក៏បានឆោមមើលមុខគ្នាបែរសមមកក្រោយឡានកើក៏សួរប្រងវឹកហាត់អត់នឹងហ្វាហ័រក៏ឆ្អល់ទៅកាន់ឡានកើឲ្យគេហោះទៅគាត់នឹងធ្វើការតេស្តអំពីចម្ងាយឡានកើចាំប្រកែកប៉ុន្តែក៏នៅតែគ្មានជំរើសអ្វីទេក៏ព្រោះតែគាត់មានស្លាបហោះលឿនជាដំបូងនោះពួកគេនឹងតេស្តអំពីចម្ងាយ500ម៉ាយបន្ទាប់មកគាត់ក៏បានហោះចាស់ចាញ់ទៅពេលវេលាក៏នៅតែបន្តទៅខាងមុខធូបមួយដើមនេះក៏បានឆេះឲ្យកន្លះបាត់ទៅហើយឃើញបែបនេះហ្វាហ័រក៏ដឹងថាដល់ពេលហើយគាត់ក៏បានបញ្ចេញនៅស្នៀតកោះហៅភ្លាមនោះឡានកើក៏បានលេចខ្លួនចេញមកប្រាប់ថាគាត់ត្រឡប់មកវិញហើយហ្វាហ័រក៏បានតែលពតគាត់ត្រឡប់ទៅវិញបែរសមងក្រោយមកទៀតហ្វាហ័រក៏ចាប់ផ្ដើមកោះហៅទៅកាន់ឡានកើសាជាថ្មីម្ដងទៀតឡានកើទៅនោះមិនដឹងថាទៅដល់ណាទេមកវិញក៏ទទួលបាននៅផ្លែត្រេនមួយហើយពេលនេះពួកគេក៏បានតេស្តរហូតដល់ចម្ងាយ600ម៉ាយហើយបន្ទាប់មកក៏ហោះចាក់ចេញទៅម្ដងទៀតពេលវេលាចេះតែកន្លងផុតទៅអ្នកទៅពេលក៏នៅតែបន្តតេស្តសាកល្បងបានចម្ងាយកាន់តែច្រើនទៅហើយរកការត្រឡប់មកវិញរបស់ឡានកើម្ដងគឺតែងតែបាននៅរបស់មកពេញនឹងហ្វាហ័រមើលទៅកាន់របស់ទាំងអស់នោះបន្តិចហើយក៏បានប្រើប្រាស់នៅស្នៀតកោះហៅម្ដងទៀតតែហ្វាហ័រក៏ចាប់ផ្ដើមងឿងឆ្ងល់ហើយព្រោះតែពេលនេះឡានកើមិនទាន់ចេញមកទេហ្វាហ័រក៏បានទំនាក់ទំនងទៅស្របពេលនោះឡានកើក៏បានបង្ហាញខ្លួនលីនៅដងថ្មដ៏ធំមកសើបន្តិចហើយក៏ចង់ទម្លាក់នៅដងថ្មនេះទៅកាន់ហ្វាហ័រតែគ្រានោះហ្វាហ័រក៏បានបញ្ចេញនៅការផ្សារភ្ជាប់ពិភពលោកឃុំខ្លួនទៅកាន់ឡានកើជាប់រួចក៏បង្វែរទៅដាក់ឡានកើពីខាងក្រោមវិញម្ដងឡានកើក៏ចង់លេចនោមដាក់ខោហើយហ្វាហ័រក៏បាននិយាយថាស្នៀតកោះហៅនេះគឺមានចម្ងាយ1000ម៉ាយនិងរយៈពេល12ម៉ោងមើលទៅថាមពលរបស់ពួកគេគឺនៅតែមានកម្រិតគួរតែបន្តនៅថ្ងៃស្អែកទៀតនិយាយរួចក៏បានទម្លាក់នៅឡានកើចុះនៅខាងក្រោមនោះទុរេនផងបន្លាដំបងយៈផងមិនដឹងអាម៉េចហើយទេគ្នា
បន្ទាប់មកសាដឿនក៏បានកាន់មកដល់កន្លែងនៃការគ្រប់គ្រងការប្រកួតម្ដងទៀតហើយមនុស្សម្នាក់ក៏បាននិយាយថាថ្ងៃនេះគឺជាការប្រកួតជុំទី4ហើយ3នាក់ត្រូវតែចម្រុះចេញខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើឲ្យបានល្អទៅចុះតែឆ្មាម្នាក់នេះក៏បន្តប្រសិនបើជាពួកគេអាចយកឈ្នះនៅជុំនេះបានពួកគេនឹងឈ្មោះទៅកាន់ Top 3តែម្ដងព្រមទាំងសរសើរទៅកាន់ឡានកើជាមួយនឹងហ្វាហួរនៅតែកម្រិតទី5ប៉ុណ្ណោះបែរជាខ្លាំងក្លាបែបនេះតែធានកាងដែលនៅក្បែរនេះក៏បានតទៅវិញបើប្រកួតម្ដងទៀតនោះគេនឹងវាយទៅកាន់អ្នកទាំងពីរឲ្យស្លាប់ជាមិនខាននិយាយមិនទាន់ចប់ស្រូបូផងក៏ត្រូវបានបងប្អូនភ្លោះទាំងពីរឌឺដងព្រមគ្នាវាយចាញ់គេទៅហើយបែរជាជាជាក់ដល់ថ្នាក់នេះធានយានក៏នៅតែថាអ្នកទាំងពីរនោះគឺបានលេងល្បិចតែអ្នកទាំងពីរក៏នៅតែបន្តឌឺដងបន្ថែមទៀតទីលានប្រកួតគឺជាការកំណត់នៃការឈ្នះនិងចាញ់ឲ្យតែអាចយកឈ្នះបានចង់ធ្វើអ្វីក៏ធ្វើទៅតែស្របពេលនោះក៏សត្វតែបានលើសំឡេងបារម្ភម្នាក់បាននិយាយថាមិនថាសេះសឬក៏សេះខ្មៅនោះទេប្រសិនបើជាជួបយើងនឹងធ្វើឲ្យសេះមួយនោះងាប់ជាមិនខានខណៈពេលនោះបើយើងក្លែកមកលើឧបករណ៍ដែលធ្វើការផ្គូផ្គងនោះបរិសសង្ហាទាំងពីរក៏បានមកជួបជាមួយនឹងអ្នកទាំងពីរនោះហើយកាន់មកដល់ការប្រកួតតែម្ដងប្រតិយាយអូនក៏បានប្រកាសអំពីមនុស្សដែលមកពីដែនពណ៌ខៀវឈៀនហឺនិងឌីហួរទប់ទល់ជាមួយនឹងហ្វាហួរនិងឡានកើឈៀនហឺក៏ចាប់ផ្ដើមសើចតែម្ដងឌឺដនទៅកាន់អ្នកទាំងពីរតែក៏ត្រូវបានឌីហួរយកដៃបិទមាត់និយាយទៅកាន់ឡានកើថានាងបានលើយូរមកហើយថាមានទេពកោសល្យមកពីទីក្រុងរន្ទះឈ្មោះឡានកើតែមិននឹកស្មានថាខ្ញុំមានសំណាងល្អមកជួបអ្នកតតសោះលើបែបនេះឡានកើក៏បានអរគុណប្រាប់ឲ្យនាងសំណាងល្អព្រមទាំងឲ្យព្យាយាមឲ្យអស់ពីសមត្ថភាពថែមទៀតបន្ទាប់មកប្រតិយាយអូនក៏បានប្រកាសការប្រកួតជុំទី4ចាប់ផ្ដើមព្រះឯឡានកើវិញក៏សួរហ្វាហួរតែស្គាល់អ្នកទាំងពីរនោះទេហ្វាហួរក៏ប្រាប់ថាឈៀនហឺគឺជាមនុស្សដែលរៀបចំនៃធាតុពន្លឺហើយគេក៏មកពីទីក្រុងពន្លឺចំណែកឯឌីហួរវិញនាងគឺមកអំពីទីក្រុងភ្លើងលើបែបនេះបើតើអ្វីដែលឡានកើដឹងអ្នកទាំងពីរគឺមានអក្ខរាវិរុទ្ធរួមបញ្ចូលពួកយើងអាចយកឈ្នះទៅកាន់ពួកគេបានលុះត្រាតែពួកយើងមានភាពស្ងប់ស្ងាត់ហ្វាហួរក៏បានរំលឹកប្រាក់រង្វាន់នៃថប់ទាំង3គឺជាអ្វីបើតើអ្វីដែលឡានកើដឹងនោះប្រាក់រង្វាន់នឹងទទួលបានទ្វេដងអំពីថប់6គ្រាន់តែលើបែបនេះភ្លាមហ្វាហួរក៏បានបញ្ចេញនូវធម៌ពលរបស់គាត់មកក៏ធ្វើឲ្យឡានកើចង់ភ្ញាក់ថែមទាំងបានសរសើរទៅកាន់ហ្វាហួរថែមទៀតពិតជាមុខលុយណាស់បន្ទាប់មកអ្នកទាំងពីរក៏បានសម្រុកចូលបើកការវាផាឃើញបែបនេះឌីហួរក៏បានប្រាប់ឲ្យឈៀនហឺបំបីនៅអ្នកទាំងពីរតាមគម្រោងរបស់ពួកគេមិនមកអង្គយូរទៀតឈៀនហឺក៏ចាប់ផ្ដើមបញ្ចេញនូវធាតុពន្លឺរបស់គេវាផាចូលទៅឡានកើក៏ព្យាយាមគេចអំពីចំហាយនៃធាតុពន្លឺទាំងអស់នេះខណៈពេលនោះឌីហួរក៏បានទាត់មកពុះពេញទៅដោយចំហាយថាមពលភ្លើងបន្ទាប់មកនាងក៏បានបញ្ចេញនូវថាមពលភ្លើងអំពីក្រោមដីបន្ថែមទៀតបើកការវាផាទៅកាន់អ្នកទាំងពីរចំហាយនៃថាមពលភ្លើងយ៉ាងខ្លាំងក៏បានបាញ់ឡើងទៅខាងលើឃើញចំហាយនៃថាមពលភ្លើងរបស់នាងយ៉ាងខ្លាំងក្លាបែបនេះឡានកើក៏បានបញ្ចេញនូវធាតុទឹកដើម្បីបង្កើតជាខែលការពារខ្លួនរីឯហ្វាហួរវិញក៏បានហក់កិច្ចចុះឡើងសម្រុកទៅកាន់អ្នកទាំងពីរកំទៅកាន់ថាមពលភ្លើងរបស់នេះហើយក៏ដឹងថាពួកគេកំពុងតែបំបីទៅកាន់គាត់ព្រមទាំងសរសើរថែមទៀតថាយុទ្ធសាស្ត្រនេះក៏ពិតជាល្អភ្លាមនោះឈៀនហឺក៏បានបញ្ចេញនូវថាមពលនៃធាតុពន្លឺរបស់គេបាញ់មកកាន់ហ្វាហួរក៏បានបញ្ចេញនូវដាវប្រាជ្ញារបស់គាត់កាប់ទៅមួយដាវចំហាយនៃដាវប្រាជ្ញារបស់ហ្វាហួរពេលនេះគឺមិនអត់នោះទេបណ្ដោះអ្នកទាំងពីរបានខ្ទាតចេញបន្ទាប់មកហ្វាហួរក៏បានសម្រុកចូលបើកការវាផាបន្តកាប់ចុះកាប់ឡើងគេក៏បានយកនៅលំពេងរងឆ្វេងរងស្ដាំអ្នកទាំងពីរពេលនេះក៏នៅតែស្មារតីគ្នាសងច័ន្ទដែលកំពុងតែមើលពីខាងលើនោះគាត់ថាមើលទៅគេគឺពិតជាស្រដៀងទៅកាន់ឡានកើបន្តិចហើយលែមកលើសង្វៀនប្រកួតវិញឈៀនហឺក៏បានលើកនៅលំពេងរបស់គេឡើងឌីហួរនាងក៏បានហោះឡើងទៅខាងលើដូចគ្នាចំហាយនៃថាមពលរបស់អ្នកទាំងពីរក៏បានសាយភាយយ៉ាងខ្លាំងខណៈពេលនោះឌីហួរក៏បានលេចចេញនៅស្លាប់មកបញ្ចេញនៅអណ្ដាតភ្លើងពិសិដ្ឋវាផាទៅកាន់ហ្វាហួរចំហាយនៃអណ្ដាតភ្លើងរបស់នាងក៏បានស្រោចស្រពទៅលើរាងកាយរបស់ហ្វាហួរទាំងមូលតែស្របពេលនោះផងដែរឡានកើក៏ចាប់ផ្ដើមបញ្ចេញនៅអក្ខរាវិរុទ្ធរួមបញ្ចូលរបស់គាត់ព្រមទាំងសរសើរទៅកាន់ហ្វាហួរថាគេក៏ពិតជារក្សាពេលវេលាបានល្អពិតមែនហើយពេលនេះគាត់នឹងបង្ហាញអំពីអ្វីដែលគាត់ទទួលបានពីការរីកចម្រើនប៉ុន្មានថ្ងៃនេះខណៈពេលនោះហ្វាហួរគាត់ក៏បានកាត់ហែកចេញអំពីកណ្ដាលភ្លើងរបស់ឌីហួរផងដែរឃើញបែបនេះឈៀនហឺក៏ភ្ញាក់ផ្អើលគេអាចកាត់បំបែកទៅកាន់អក្ខរាវិរុទ្ធកម្រិតទី6ដល់ប្រើតែដាវមួយបន្ទាប់មកហ្វាហួរក៏ចាប់ផ្ដើមបញ្ចេញស្នេបចេញពីអង្កាំដទិភាពដែលនោះគឺជាស្នេបបញ្ចេញនៃកម្លាំងក្រោយពីទទួលបានធម៌ពលរបស់ហ្វាហួរនោះចំហាយធម៌ពលរន្ទះរបស់ឡានកើគឺកាន់តែខ្លាំងក្លាទៅគប់សម្ដៅទៅកាន់អ្នកទាំងពីរបណ្ដាលឲ្យសម្ពាធនៃធម៌ពលតែយ៉ាងខ្លាំងក្លាក៏បានផ្ទុះពីពេញសង្វៀនទាំងមូលហើយពេលនេះអ្នកទាំងពីរក៏រងរបួសយ៉ាងខ្លាំងឆក់ត្រូវពេញនឹងឈៀនហឺក៏ភ្ញាក់ផ្អើលថាពួកគេមកជិតគ្នាដោយរបៀបណានិយាយរួចក៏បានស្លាប់បាត់ទៅប្រតិយាយអូនក៏បានចុះមកប្រកាសអំពីជ័យជំនះលទ្ធផលខ្លះទៅជាបែបនេះធានកាងក៏ថាមិននឹងអាចទៅរួចទៅរីឯធានយុទ្ធនិងធានលូវិញក៏បានសប្បាយចិត្តចំណែកឯហ្វាហួរវិញក៏បានរំលឹកអំពីកិច្ចប្រឹងប្រែងគាត់គឺជាអ្នកទទួលបានរង្វាន់ទាំងអស់បន្ទាប់មកសាររឿងក៏បានកាមេរ៉ាសាងឈិនដែលនៅកន្លែងភូមិកងឯនេះវិញគាត់ក៏ដឹងអំពីលទ្ធផលរបស់អ្នកទាំងពីរដូចគ្នាសាងឈិនក៏សរសើរទៅកាន់អ្នកទាំងពីរថាសហការគ្នាល្អជាងអ្វីដែលគាត់គិតទៅទៀតឮបែបនេះឡានកើក៏មានតែសោកហើយទៅកាន់បងប្រុសសាងឈិនក៏បន្តទៀតប្រសិនបើជាពួកគេអាចយកឈ្នះនៅលីជីនៅវគ្គផ្ដាច់ពលបាននោះគាត់នឹងឲ្យពួកគេឈ្នះគ្រាន់តែលើបែបនេះភ្លាមឡានកើក៏ភ្ញាក់ផ្អើលតែហ្វាហួរគាត់មិនយល់ព្រមនោះទេសាងឈិនក៏ប្រាប់ទៅវិញថាពួកគេនៅតែមានឱកាសក្នុងការប្រកួតជាមួយនឹងគាត់ប៉ុន្តែមិនមែនឥឡូវនេះទេនិយាយរួចក៏ដើរចាស់ចេញ
ទៅរីឯឡានកើវិញក៏សួរទៅកាន់ហ្វាហួរតើបងប្រុសសាំងឈិនមានន័យដូចម្ដេចតែមិញនេះហ្វាហួរក៏ប្រាប់ថានៅក្នុងគំនិតរបស់ពួកគេនោះពួកយើងមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់ទីលានប្រកួតម្ដងទៀតហើយព្រោះតែយាយអូនក៏បានប្រកាសអំពីរង្វាន់ដែលត្រូវប្រកួតទៅកាន់ថប់ទាំង3រួចក៏ឲ្យអ្នកគ្រប់គ្នាអបអរសាទរទៅកាន់បេក្ខជនបន្ទាប់មកនាងក៏បានប្រកាសបន្តទៀតថាការប្រកួតផ្ដាច់ព្រាត់គឺជាការប្រកួតវល់ជុំក្រុមទាំង3នឹងធ្វើការប៉ះគ្នាជាគូហើយយើងនឹងអនុម័តចាប់ឆ្នោតការប្រកួតនៅលើគេហទំព័រដែលនៅខាងលើបន្ទាប់មកសូមអញ្ជើញប្រធានអាជ្ញាកណ្ដាលការប្រកួតដែនទាំង3នៅឆ្នាំនេះគឺលោកម្ចាស់លាស់សឺរួចក៏បានបោះរូបបេក្ខជនឡើងទៅខាងលើអេដមិនច្រឡំតាមពិតគឺឲ្យលោកម្ចាស់លាស់សឺជាអ្នកជ្រើសរើសលោកម្ចាស់លាស់សឺក៏បានអណ្ដែតឡើងទៅខាងលើអាកាសបន្តិចម្ដងរួចក៏បានបង្វិលទៅកាន់រូបពួកគេយ៉ាងញាប់ឆ្អល់ទៅក៏ចាប់បានក្រុមរបស់សាំងឈិនឡានកើជាមួយនឹងមួយក្រុមទៀតក៏ចាប់ផ្ដើមបុកពោះរៀងៗខ្លួនហើយបន្ទាប់មកនេះក្រុមដែលត្រូវប្រកួតជាមួយនឹងបុត្រានៃភាពងងឹតនោះគឺជាមនុស្សមកពីដែនពិសិដ្ឋជីនហ៊ွန်ជាមួយនឹងយីនហ៊ွန်នៅតែពីលើបែបនេះក៏ដូចជាអស់សង្ឃឹមបាត់ទៅហើយរីឯឡានកើជាមួយនឹងហ្វាហួរវិញក៏ត្រូវប្រកួតជាមួយនឹងជុំចុងក្រោយស្របពេលនោះបងប្អូនខ្លួនទាំងពីរក៏បានដើរចូលមកនិយាយឌឺដងទៅកាន់ឡានកើថាហេតុតែគេទូឯងបានជាសំណាងដល់ថ្នាក់នេះសាច់រឿងគេនិយាយបែបនេះមែនបានជឿតែមើលទៅបើតាំងតែខ្ញុំគិតនោះយើងក៏ដូចជាសមជាទូឯងជាងឯងបន្ទាប់មកសាច់រឿងក៏បានកើតមកដល់ការប្រកួតតែម្ដងជីនហ៊ွန်ជាមួយនឹងយីនហ៊ွန်ក៏បានប្រែទៅជារូបរាងកាយដើមរបស់ពួកគេដែលជាពស់ដ៏ធំមួយបន្ទាប់មកក៏បានបញ្ចេញនូវអពើជាច្រើនគ្របដណ្ដប់ទៅកាន់អ្នកទាំងពីររួចក៏បានសម្រុកចូលលីជីឃើញបែបនេះក៏បានដកនៅដៃរបស់នាងមកពោពេញទៅដោយចំហាយថាមពលភ្លើងកាប់ចូលទៅបណ្ដាលឲ្យអ្នកទាំងពីរស្រែកដល់ការឈឺចាប់ក៏ថែមទាំងបានកំទេចទៅកាន់ចំហាយអពើទាំងអស់នេះទៀតហ្វាហោក៏បានសរសើរទៅកាន់ត្រកូលលីថាពិតជាត្រកូលដែលមានឥទ្ធិពលខ្លាំងពិតមែនរំលឹកទៅកាន់យុគសម័យតកអណ្ដាតភ្នែករបស់ពួកគេអាចមានសមត្ថភាពប្រយុទ្ធប្រឆាំងជាមួយនឹងកុសសម្ព័ន្ធបិសាចនិងកុសសម្ព័ន្ធរយៈបានហើយនាងគឺមានការយល់ដឹងដ៏ល្អបំផុតទៅកាន់អណ្ដាតភ្លើងពិសិដ្ឋប្រសិនបើជាឯងទៅប្រឈមមុខជាមួយនឹងនាងនោះធម្មពលនៃអណ្ដាតភ្លើងពិសិដ្ឋរបស់ឯងគឺគ្មានប្រយោជន៍នោះទេគឺបែបនេះឡានកើក៏ថាដូច្នេះពួកយើងមិនអាចខ្ជិលខ្ជាយពេលវេលានៃការវឹកហាត់បានទេកន្លែងមកកាន់ប្រតិយាយអូនវិញក៏បានអន់គ្រប់ទៅកាន់លោកម្ចាស់លោស៊ឺគេក៏បានប្រាប់នៅរឿងអ្វីមួយយ៉ាងរួចនាងក៏បានហោះឡើងទៅលើអាកាសប្រកាសប្រាប់គ្រប់គ្នាដោយសារតែជីនយន់ជាមួយនឹងយីនហ៊ွန်រករបួសយ៉ាងធ្ងន់មិនអាចប្រកួតបាននោះពេលយូសាំងឈិនជាមួយនឹងលីជីនឹងត្រូវទប់ទល់ជាមួយនឹងហ្វាហួរនិងឡានកើលើបែបនេះឡានកើក៏សើចលេងចេញទៅហើយសាំងឈិនក៏បានកលែកទៅនិយាយទៅកាន់ឡានកើឲ្យគេបញ្ចេញអស់ពីសមត្ថភាពមកឲ្យខ្ញុំមើលថាសមត្ថភាពរបស់ឯងអាចទៅឆ្ងាយបានប៉ុណ្ណាអ្វីដែលខ្ញុំព្រួយបារម្ភនោះគឺឯងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួតជាមួយនឹងខ្ញុំនៅថ្ងៃអនាគតអធិស្ឋានទាំងអស់គ្នាសម្រាប់សម្លេងម្ដងលឺម្ដងខ្សោយក៏ដោយសារតែអេដមីនអត់ទាន់ញ៉ាំបាយទេនិយាយម្ដងចង់ដាច់ខ្យល់ពេលខ្លះទៀតក៏កន្លោះអត់ចង់ចេញទៀតហើយក៏ភ្លេចប្រាប់ផងដែរថាសាច់រឿងរបស់យើងក៏មកដល់ទីបញ្ចប់ដូចគ្នាចាំបើពេញចិត្តនៅការសម្រាយឬក៏វីដេអូមួយនេះកុំភ្លេចជួយ like subscribe ឲ្យខ្ញុំម្នាក់មួយផងវីដេអូនេះគឺមិនតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយ